បាទជំរាបសួរបងប្អូនស្វាគមន៍ម្ដងទៀតក្នុងការរៀនភាសាអង់គ្លេសរបស់យើងថ្ងៃនេះយើងរៀនបកប្រែអត្ថបទដែលអត្ថបទយើងនឹងទាក់ទងជាមួយនឹងពាក្យ bridges bridge មានន័យថាស្ពានតែគេថាបែបចេះ bridges មានន័យស្ពាននឹងច្រើនណាអញ្ចឹងពាក្យនេះយើងអានថា bridge ឥឡូវយើងអត្ថបទគេសេថាម៉េចគេថា bridges are structures that help people and vehicles cross over rivers, valleys, or roads. Okay, lấy dòng miền bị bờ bãi đấy dòng vocabulary nó không. Các bạn nên cái đặt tham bridges, bridge mình là span á. Okay, bao gồm squall là cái bridges, span trán nên tham ice, the plural. Hay biết structure mình là tham rachana sampon. Help ប្រែថាជួយ people ប្រជាជន vehicles មានន័យថាយានជំនិះរូបបែបយ៉ាងហ្នឹង cross ជា verb ប្រែថាឆ្លងកាត់គេប្រើជាមួយ preposition over អញ្ចឹង cross over មានន័យថាឆ្លងកាត់លើអី rivers ទន្លេ valleys ជលងភ្នំ or ឬក៏ roads ឬក៏ផ្លូវអូខេតើយើងប្រែមានគេដាក់ថាម៉េចគេថាស្ពានគឺជា structures មានន័យថាជារចនាសម្ព័ន្ធដែលពេលហ្នឹងវាជា clause subordinator វាគេថា relative clause អូខេអញ្ចឹង that have people ទៅនឹងទៅវាជា relative clause វា modify ទៅឲ្យវា structure ណា structuresដែលជួយ modify structure ដែល have people ដែលជួយមនុស្ស and vehicles នឹងយានជំនិះ cross over មានន័យថាឆ្លងកាត់លើណា cross over ពេលនេះខ្ញុំបានឆ្លងកាត់លើ rivers ទន្លេ valleys ជ្រលង or road ឬក៏ផ្លូវថ្នល់ជ្រលងនេះគឺសំដៅលើជ្រលងភ្នំអូខេអញ្ចឹងគេថាស្ពានគឺជារចនាសម្ព័ន្ធដែលជួយមនុស្សនិងយានជំនិះឆ្លងកាត់លើទន្លេជ្រលងភ្នំឬក៏ផ្លូវថ្នល់អូខេលើយើងបន្តទៀតគេដាក់ថាម៉េចទៀតគេដាក់ថា they come in many shapes and size such as suspension bridges bridge and beam bridge some are made of steel and concrete while others are built from wood or stone អូខេអញ្ចឹងក្នុងនេះគេចង់ប្រាប់បងប្អូនថាម៉េចគេសិថាម៉េចឥឡូវយើងមើល vocabulary សិនមកមុននឹងយើងបកប្រែអូខេឥឡូវយើងមើលពាក្យ shape គឺមានន័យថារូបរាង shape មានន័យជាវាជា plural រូបរាងច្រើនប្រភេទហើយពាក្យ size ទំហំ sizes គេសេមានន័យជាអាន sizes មានន័យថាទំហំផ្សេងគ្នាច្រើនទំហំវាចាប់ពីឡើងទៅណាទំហំផ្លាយគ្នា such as នេះប្រែថាដូចជា suspended bridge នេះគឺស្ពានមួយយ៉ាងដែលប្រើលក្ខណៈថាខ្សែពួរស្ពាននេះគេប្រើខ្សែពួរ suspended bridge ឥឡូវបងប្អូនមើលក្នុងរូបភាពមកនេះបងប្អូនឃើញទេ suspended bridge ស្ពានហ្នឹងគឺគេប្រើខ្សែពួរអូខេគេហៅថាស្ពានខ្សែកាប suspended bridge វា suspend មានន័យថា pure ណា pure អញ្ចឹងស្ពានហ្នឹងគេដាក់ខ្សែកាប pure វាអូខេ suspended bridge បងប្អូនមើលក្នុងរូបភាពនេះហើយពាក្យ arch bridge មានន័យថាស្ពានប៉ុន្តែស្ពានហ្នឹងគឺរាងដូចធ្នូអញ្ចឹងណាបងប្អូនមើលក្នុងរូបភាពនេះពាក្យ arch នេះមានន័យថាធ្នូហើយពាក្យ bridge នេះស្ពានបងប្អូនចេះហើយជាង arch bridges មានន័យស្ពានដែលមានរាងដូចធ្នូអូខេមើលរូបភាពមកមួយទៀតគឺ beam bridge មានន័យថាស្ពានដែលមានលក្ខណៈថាដោយប្រើធ្នឹមពីក្រោមដើម្បីទ្រណាមានសសរមានធ្នឹមអីហ្នឹងបងប្អូនមើលក្នុងរូបភាពនេះមកហើយពាក្យ beam មានន័យថាធ្នឹមអញ្ចឹង beam bridge ស្ពានដែលប្រើធ្នឹមអូខេអញ្ចឹងយើងឃើញមានស្ពាន3ប្រភេទហ្នឹងនៅក្នុងអត្ថបទយើងនេះណា
suspended bridge ស្ពានដែលថាស្ពានខ្សែកាបarch bridges ស្ពានដែលមានរាងដូចធ្នូ beam bridges មានន័យថាស្ពានដែលប្រើធ្នឹមពីក្រោមណាអូខេពាក្យទៀតដែលយើងត្រូវចេះមាន steel មានន័យថាដែកថែបsteel concrete ហ្នឹងគឺស៊ីម៉ង់សំដៅលើការចាក់ស៊ីម៉ង់ធ្វើស្ពានហ្នឹងហើយពាក្យ build ហ្នឹងគឺសាងសង់ build ត្រូវបានសាងសង់គេសេជា passive present passive build ត្រូវបានសាងសង់មានន័យថា verb to be ប្រវត្តិកន្លងទី3 wood ប្រែថាឈើហើយពាក្យ stone គឺមានន័យថាថ្មអូខេតោះឥឡូវយើងប្រែប្រព័ន្ធនេះគេដាក់ថាម៉េច they come in many shapes ពួកវាធ្វើមកមានរូបរាងជាច្រើនអញ្ចឹងពាក្យ they ពួកវានេះគឺសំដៅលើ bridges សំដៅលើស្ពាន come in many shapes មានន័យថាដែលត្រូវបានគេធ្វើមកនេះគឺមានរូបរាងច្រើន and size ហើយនឹងទំហំมันក៏ច្រើនដែរអូខេអញ្ចឹងពាក្យ many នេះវា modify ឲ្យពាក្យ shape ហើយនឹង size អញ្ចឹងមានន័យថា they come in ពួកវាមានធ្វើមកមានអីគេរូបរាងនិងទំហំច្រើនណាច្រើនផ្សេងគ្នាអញ្ចឹងណា such as ដូចជា suspension bridge ស្ពានខ្សែកាប arch bridges ស្ពានធ្នូស្ពានហ្នឹងមានរាងដូចធ្នូអញ្ចឹង and beam bridges និងស្ពានដែលប្រើធ្នឹមអូខេតែស្ពានធ្នឹមណា some are made of steel គេថាខ្លះគឺត្រូវបានធ្វើមកពីដែកថែប and concrete ហើយនឹងការចាក់ស៊ីម៉ង់ចាក់បេតុង while others are built from wood or stone while ពេលនោះប្រែថាខណៈដែលដតីទៀតមានន័យថាខណៈដែលស្ពានដតីទៀតហ្នឹងគឺត្រូវបានគេធ្វើពីbuild ត្រូវបានធ្វើពី from ពីគេ wood ពីឈើ or stone ឬក៏ថ្មអូខេបងប្អូនឃើញគឺស្ពានមានរូបរាងច្រើនប្រភេទផ្សេងគ្នាណាអូខេឥឡូវយើងទៅមុខទៀត bridges made travel easier by connecting places that would otherwise be hard to reach famous bridges like the Golden Gate Bridge in the United States are also admired for their beauty អូខេអញ្ចឹងក្នុងនេះគេសេថាម៉េចឥឡូវយើងមើលពាក្យមួយសិនមក make travel easier មានន័យថាធ្វើឲ្យការធ្វើដំណើរហ្នឹងគឺងាយស្រួលជាងមុនអូខេអញ្ចឹង make ធ្វើហើយពាក្យ travel ការធ្វើដំណើរ easier ហ្នឹងគឺមានន័យមកពីពាក្យ easy ងាយស្រួលដែលងាយស្រួលជាងគេដូរ y ទៅជា ier easier ងាយស្រួលជាង by ដោយ connecting ដោយការភ្ជាប់វា connect ភ្ជាប់ប៉ុន្តែដោយសារវាប្រើក្រោយ preposition by វាគេដាក់ in by connecting ដោយការភ្ជាប់ places ទីកន្លែង that would be otherwise be hard បើទោះបីជាពិបាកណា otherwise បើទោះបីជា be hard បើទោះបីជាពិបាក to reach ទៅដល់ពាក្យ reach ហ្នឹងមានន័យថាឈានទៅដល់ឬក៏ទៅដល់ famous bridges មានន័យថាស្ពានដែលល្បីល្បាញពាក្យ famous ល្បីណាស្ពានដែលល្បីល្បាញ like តែដូចជាអីដូចជា Golden Bridge ដូចជា Golden Gate Bridge ដូចជាស្ពាន Golden Gate Bridge in the United States នៅក្នុងសហរដ្ឋអាមេរិក the United States នៅក្នុងសហរដ្ឋអាមេរិក are also គឺផងដែរ admire ត្រូវបានគេសរសើរវាជា present passive admire ត្រូវបានគេសរសើរហើយពាក្យ also នោះវាជា adverb ប្រែថាផងដែរបងប្អូនអាចប្រែថាត្រូវបានគេសរសើរផងដែរឬក៏ផងដែរត្រូវបានគេសរសើរ for their beauty សម្រាប់រូបរាងដ៏ស្រស់ស្អាតរបស់ពួកវាជាង beauty មានន័យថាសម្រស់ឬក៏ភាពស្រស់ស្អាតគេថាលើកមកស្ពានគឺធ្វើឲ្យមានការធ្វើដំណើរងាយស្រួលជាងមុនដោយការភ្ជាប់ទីកន្លែងផ្សេងដែលអាចនឹងពិបាកដើម្បីទៅដល់ស្ពានល្បីល្បាញស្ពានល្បី
ដូចជា the Golden Gate Bridge ស្ពាន Golden Gate Bridge in the United States នៅសហរដ្ឋអាមេរិកនៅក្នុងសហរដ្ឋអាមេរិក are also admire គឺផងដែរត្រូវបានគេសរសើរ for their beauty សម្រាប់ភាពស្រស់ស្អាតរបស់វាណាសម្រាប់ភាពស្រស់ស្អាតរបស់វាអូខេយើងអត់មានអីពិបាកទេណាឥឡូវយើងទៅមុខទៀត Engineers must design bridge carefully so they are strong and safe. Without bridges, traveling would take much longer, and many towns would remain separated. ចឹងក្នុងនេះគេដាក់ថាម៉េច Engineers ឥឡូវយើងមើលពាក្យមួយសិនមកណា Engineers វិស្វករ Engineers វិស្វករ Design មានន័យថាគូប្លង់ឬក៏ចេញម៉ូដឬក៏ design ដែលយើងនិយាយថា design មានន័យថាចេញម៉ូដឬក៏គូប្លង់វាយ៉ាងម៉េចឲ្យវានេះឲ្យវាស្រស់ស្អាតហើយមានសុវត្ថិភាពណាវា design mass design មានន័យថាត្រូវតែចេញប្លង់ត្រូវតែគូប្លង់ឬក៏ធ្វើម៉ូដធ្វើប្លង់ហ្នឹង design bridge ស្ពាន carefully យ៉ាងប្រុងប្រយ័ត្ន so ពេលនោះប្រហែលដូចនេះ they are strong គេពួកវាខ្លាំងមានន័យថារឹងមាំ strong ហ្នឹង and safe ហើយនឹងមានសុវត្ថិភាព without bridges without ប្រែថាដោយគ្មានស្ពានឬក៏បើមិនមានស្ពានគេ without bridges គេថាដោយគ្មានស្ពាន traveling ការធ្វើដំណើរ would take អាចត្រូវការ much longer នឹងប្រែថាយូរជាងច្រើនណាគេព្រោះពាក្យ longer នឹងយូរជាងដល់ពេល much ច្រើនអញ្ចឹង much longer រយៈពេលយូរច្រើនជាង and many towns និងទីក្រុងជាច្រើន town ទីក្រុង and would នឹងយើងប្រែថានឹង remain separated នឹងនៅតែដាច់ចេញពីគ្នាអញ្ចឹង separated នឹងមានន័យដាច់ចេញពីគ្នាមានន័យវាអត់តាក់ទងគ្នាឬក៏អត់ជាប់គ្នា separated ហើយពាក្យ remain ជា verb ប្រែថានៅតែ would remain នឹងប្រែថានឹងនៅតែដាច់ចេញពីគ្នាអូខេតើបងប្អូនយើងមើលគេដាក់ថា engineers វិស្វករ must design bridges carefully ត្រូវតែ design ស្ពានយ៉ាងប្រុងប្រយ័ត្ន so ដូច្នេះ they are strong ពួកវារឹងមាំ and safe និងមានសុវត្ថិភាព without bridges ដោយគ្មានស្ពាន traveling ការធ្វើដំណើរ would take much longer នឹងត្រូវការរយៈពេលយូរជាងច្រើន and many towns និងទីក្រុងជាច្រើន would remain separated នឹងនៅតែដាច់ចេញពីគ្នាអូខេជាងអត្ថបទរបស់យើងចប់ត្រឹមហ្នឹងឥឡូវយើងចូលដល់ question សំណួរណា question សំណួរវាមាន4 there are 4 question គេសួរថា what does bridges have people and vehicle cross គេសួរថាតើស្ពានជួយមនុស្សនិងយានជំនិះឆ្លងកាត់អ្វីខ្លះអូខេអញ្ចឹងបងប្អូនមើលមេរៀនមិនដឹងណា what do bridges have people and vehicle across គេសួរតើស្ពានជួយមនុស្សនិងយានជំនិះនេះឆ្លងកាត់អ្វីខ្លះបងប្អូនមើលមេរៀនដឹងហើយណា Okay, question number 2 សំណួរទី2 name two types of bridges name ប្រែថាចូលរៀបរាប់ឈ្មោះបើជា verb ចឹងណាប្រែថាចូលរាប់ឈ្មោះប្រភេទ types មានន័យប្រភេទនៃស្ពាន types of bridges ប្រភេទនៃស្ពានហ្នឹងឲ្យបាន2អញ្ចឹងគេឲ្យយើងចូលរៀបរាប់ឈ្មោះប្រភេទស្ពានឲ្យបាន2អញ្ចឹងស្ពានដែលយើងបានរៀនមិញមានប្រភេទអីខ្លះ Okay number 3 ទី3 why must engineer design bridges carefully ហេតុអ្វីវិស្វករត្រូវតែ design ស្ពានយ៉ាងប្រុងប្រយ័ត្ន why ប្រែថាហេតុអ្វីវិស្វករត្រូវតែ design ស្ពានយ៉ាងប្រុងប្រយ័ត្នអូខេមូលហេតុអីបានគាត់ធ្វើ design ត្រូវគូប្លង់អាស្ពានហ្នឹងយ៉ាងប្រុងប្រយ័ត្នអូខេមកវិធីយើងទៅ what would happen without bridges
ta được miền ở vậy cả láng đôi miền spiên chứ bảo miền spiên nó vì chẳng mạch ok what would happen ta miền ở vậy cả láng này what would happen miền vậy cả láng without bridges đôi miền spiên ok lấy cho mới chấm lại tìm vui cái đặt thà what does bridges have people and vehicle cross ta spiên nâng chui mình nuôi hay nâng trên chấm đi nâng cho cả vậy chứ nhưng mới đi được mà nè cái bộ này cái đặt tham ấy này chứng chấm lại thì mỗi đọc lại nè bridges are structures that help people and vehicles cross over river valleys or road ok chứng spiênคือ រចនាសម្ព័ន្ធដែលអាចជួយមនុស្សនឹងយានជំនិះឆ្លងកាត់ទន្លេឆ្លងកាត់លើទន្លេឆ្លងភ្នំឬក៏លើថ្នល់អូខេអញ្ចឹងបងប្អូនអាចដាក់ថា bridges ស្ពានអញ្ចឹងទៅ a structure that help people and vehicles cross rivers cross over rivers valleys or road អូខេនេះជាចម្លើយទី1អូខេយើងឥឡូវយើងមើលចម្លើយទី2យើងមើលសំណួរទី2វិញណា question number 2 name two types of bridges name two types of bridges ចូលរៀបរាប់ឈ្មោះស្ពាននៅប្រភេទនៃស្ពាននេះបាន2អូខេឥឡូវយើងមើលស្ពានប្រភេទអីខ្លះនេះបានរៀនហើយនេះចឹងក្នុងនេះគេដាក់3នេះ suspension bridge ស្ពានខ្សែកាប arch bridges ស្ពានធ្នូ and beam bridges និងស្ពានប្រើធ្នឹមប្រើសសរពីក្រោមណាអូខេបងប្អូនមើលក្នុងរូបភាពនេះធ្វើឲ្យវាដឹងអញ្ចឹងមាន3ប្រភេទប៉ុន្តែក្នុងសំណួរនេះគេឲ្យយើងរៀបរាប់តែ2ទេអញ្ចឹងបងប្អូនត្រូវសេពីចូលមកណាអូខេយើងចូលដល់សំណួរទី3 Why must engineer design bridges carefully ហេតុអ្វីបានជាវិស្វករត្រូវតែ design ស្ពាននេះយ៉ាងប្រុងប្រយ័ត្នអូខេយើងមើល question យើងមើលអត្ថបទមេរៀនយើងមកនេះគេដាក់ថា engineer must design bridges carefully វិស្វករត្រូវតែ design ស្ពានយ៉ាងប្រុងប្រយ័ត្ន so ដូច្នេះ they are strong and safe ពួកវាខ្លាំងនិងរឹងមាំអញ្ចឹងចម្លើយគឺវិស្វករនេះត្រូវតែសាងសង់ស្ពានយ៉ាងប្រុងប្រយ័ត្នត្រូវតែ design ស្ពានយ៉ាងប្រុងប្រយ័ត្នដូច្នេះពួកវារឹងមាំនិងសុវត្ថិភាពអូខេនេះជាចម្លើយណានេះអូខេ number 4 ទី4 what would happen without bridges តើនឹងមានអ្វីកើតឡើងដោយគ្មានស្ពានអូខេយើងមើលចម្លើយវានេះ without bridges ដោយគ្មានស្ពាន traveling ការធ្វើដំណើរ would take much longer អូខេនឹងត្រូវការយូរជាងច្រើនតោះនេះបងប្អូន and many towns និងទីក្រុងជាច្រើន would remain នឹងនៅតែ separated មានន័យថានៅតែដាច់ឆ្ងាយពីគ្នាណានៅតែដាច់ចេញពីគ្នាអូខេនេះជាចម្លើយអូខេចាំបងប្អូនមេរៀនយើងប៉ុណ្ណឹងដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនាហើយយើងជួបគ្នាទៀតនៅមេរៀនក្រោយបាយបាយ